សូមក្រាបថ្វាយបង្គំលាសៀវយូអាមនុស្សចិត្តខ្មៅមិនចម្លែកទេដែលលោកសួរខ្ញុំពីរឿងថាបដំបងកាលពីលើកមុនក៏មិនចម្លែកដែរដែលលោកដឹងថាខ្ញុំលួចជាលោកអាមនុស្សសំស្លាប់សម្ដែងសំបែបនេះហេតុអីលោកមិនទៅយកពានអូស្ការតែម្ដងទៅសម្លឹងមើលកន្សែងក្រណាត់ស្ដាយក្រាស់ហើយវែងរំពាត់ជុំវិញរបស់ខ្ញុំព្រះករុណាទូបង្គំសូមអង្វរព្រះអង្គសូមយាងទៅមើលឲ្យវាមានត្រជាក់បន្តិចទៅគ្រាន់តែមួយផ្លែតក៏បានដែរទូបង្គំស្បត់ថាបើទូបង្គំកុហកព្រះអង្គសូមឲ្យព្រះអង្គប្រហារជីវិតត្រកូលទូបង្គំទាំងមូលចោះទូបង្គំសូមអង្វរព្រះអង្គអញ្ចឹងមែនទេលោកដឹងថាខ្ញុំនិយាយការពិតតែលោកបែរជាបណ្ដោយឲ្យព្រះស្នំចេញវាទះកំភ្លៀងខ្ញុំដល់ទៅ100ដៃសៀវយូអាមនុស្សថោកទាបខ្ញុំចង់នៅជាមួយលោកណាស់មែនទេលោកមានសេចក្តីក្លាហានហ៊ាននិយាយវាចេញមកផងលោកដឹងទេថាខ្ញុំត្រូវផឹកថ្នាំល្វីងអស់ប៉ុន្មានចានហើយត្រូវគេលួចធ្វើបាបប៉ុន្មានដងដោយសារតែសមត្ថភាពឥតប្រយោជន៍របស់លោកនោះលោកដឹងទេថាការត្រូវគេខំបួនម៉ាត់វាស្ទើរតែដាច់ខ្យល់ស្លាប់ទៅហើយលោកដឹងទេថាការត្រូវគេចាក់នឹងកាំបិតវែងបែបនេះវាឈឺចាប់ប៉ុណ្ណាលោកពិតជាក្រាស់មុខណាស់ដែលហ៊ានស្ដីឲ្យខ្ញុំលោកស្មានថាធ្វើជាអ្នកគ្រប់គ្រងវាមិនឈឺចាប់មែនទេសុកលោកក៏ស្ទុះមកផ្ទះកំភ្លៀងគេដើម្បីការពារកែងដៃរបស់លោករហូតខ្លាចជាបែបនេះលោកនៅមានមុខមកនិយាយថាខ្លួនឯងមិនបានធ្វើទៀតសម្រួលទឹកមុខសុំទោសដែលទូបង្គំនិយាយខ្លាំងព្រះស្នំដឹងខ្លួនខុសហើយទូបង្គំមិនបានមានបំណងចង់ទោសជាមួយព្រះអង្គម្ដងហើយម្ដងទៀតឡើយមិនអីទេរហូតមកដល់ពេលនេះខ្ញុំមិនដែលប្រកាន់ខឹងនឹងនាងឡើយព្រះស្នំដឹងថាព្រះករុណាគឺជាម្ចាស់ជីវិតដ៏ខ្ពង់ខ្ពស់មានព្រះបញ្ញាញាណនិងមានអំណាចបំផុតក្នុងលោកទោះបីជាលោកមានសមត្ថភាពវិលត្រឡប់ទៅវិញក៏ដោយក៏លោកមិនអាចមើលរំលងរឿងនេះបានដែរតើមានរឿងអ្វីកើតឡើងពេលដែលគាត់ត្រូវបានគេសម្លាប់ខ្ញុំអាចរស់នៅបន្តបានមួយរយៈទៀតវាអាស្រ័យលើទង្វើរបស់លោកតែប៉ុណ្ណោះតើវាជាគ្រោះថ្នាក់មែនទេខ្ញុំបានពិនិត្យមើលរឿងនេះហើយខ្ញុំបានមើលទៅលើប្រព័ន្ធនោះវាមានបញ្ហាត្រង់អង្គចងចាំបើមានការចងចាំច្រើនហួសប្រមាណវានឹងបង្កជាបញ្ហារាងកាយលោកនឹងកាន់តែទ្រុឌទ្រោមដោយសារតែការផ្ទុកទិន្នន័យនិងការចងចាំច្រើនពេករហូតរាងកាយមិនអាចទ្រាំទ្របានតើលោកចង់មានន័យថាម៉េចទោះជាយ៉ាងណាខ្ញុំនឹងយកចិត្តទុកដាក់ឲ្យបានខ្លាំងនាពេលអនាគតដរាបណាខ្ញុំជួយសម្អាតការចងចាំដែលមិនចាំបាច់ចេញពីគាត់បញ្ហានេះនឹងមិនកើតឡើងទៀតទេថ្ងៃនេះគឺមកពីព្រះម៉ែម្ចាស់បង្ខំឲ្យខ្ញុំបំពុលលោកខ្ញុំទើបតែដឹងថានាងធ្លាប់ធ្វើបាបលោកខ្លាំងបែបនេះកាលពីក្មេងខ្ញុំខឹងណាស់ព្រោះក្នុងចិត្តខ្ញុំមានតែលោកម្នាក់គត់នាងដឹងទេកាលនោះដើម្បីចង់ឲ្យខ្លាំងពូកែពួកគេបានបញ្ជូនគាត់ចូលទៅក្នុងវាំងប៉ុន្តែលោកពុកខ្ញុំគ្មានសមត្ថភាពនឹងកុហកគាត់បានឡើយហេតុនេះហើយទើបពួកគេប្រើថ្នាំបង្ខំឲ្យខ្ញុំធ្វើតាមដើម្បីស្ដាររាងកាយឡើងវិញវាគួរតែជាខ្ញុំតែក្រោយមកត្រកូលចេនបានក្តោបក្តាប់អំណាចអស់ព្រះម៉ែម្ចាស់ចង់ធ្វើបាបលោកពុកឲ្យអាម៉ាស់មុខដោយបង្ខំឲ្យទ្រង់មើលឃើញនាងមានទំនាក់ទំនងជាមួយបុរសផ្សេងនៅចំពោះមុខភ្នែកនាងមិនដែលស្រឡាញ់ខ្ញុំទេថែមទាំងនិយាយពាក្យអាក្រក់បំផ្លាញជីវិតខ្ញុំទៀតមិនអីទេវាមិនមែនជាកំហុសរបស់លោកឡើយនោះហើយជាមូលហេតុដែលខ្ញុំមានអារម្មណ៍ខ្ពើមម្អើមពេលឃើញខ្លួនឯងក្នុងវងទាំងមូលគ្មានអ្នកណាចូលចិត្តខ្ញុំឡើយខ្ញុំមានអារម្មណ៍ថាខ្លួនឯងពិតជាស្មោកគ្រោកណាស់លោកគឺជាជនរងគ្រោះតើលើលោកនេះនៅមានមនុស្សជាច្រើនដែលបារម្ភពីលោកមាននរណាម្នាក់ដែលស្រឡាញ់លោកពិតប្រាកដកុំគិតបែបនោះអីលោកមិនចាំបាច់លាក់ទុកម្នាក់ឯងឡើយខ្ញុំដឹងថាវាឈឺចាប់ក្នុងចិត្តលោកខ្ញុំក៏ជាអធិរាជកែក៏របស់លោកដែរមែនទេលោកហាក់ដូចជាពិបាកចិត្តណាស់អត់ទេខ្ញុំមិនអីទេខ្ញុំសុំទៅសម្រាប់មុនហើយលោកដឹងស្រាប់ហើយខ្ញុំជាមនុស្សដែលចូលចិត្តសម្ដែងបំផុតខ្ញុំគ្រាន់តែលេងសើចទេតែការដែលខ្ញុំថើបលោកមិញនេះវាមិនមែនមានន័យថាខ្ញុំមិនចូលចិត្តលោកឡើយខ្ញុំតែងតែគិតពីវាតែមិនដែលហ៊ានសង្ឃឹមឡើយឥឡូវនេះនាងព្រមថើបខ្ញុំហើយតើវាមានន័យថានាងក៏ស្រឡាញ់ខ្ញុំដែរមែនទេញឹមចាត់ទុកថាខ្ញុំស្ម័គ្រចិត្តចុះមើលទៅដូចមនុស្សឈួតអញ្ចឹងលោកពីមុនលោកពិតជាមានចិត្តមេត្តាខ្លាំងណាស់ខ្ញុំមិនខ្វល់ពីអ្វីទាំងអស់ទោះពួកគេធ្វើអ្វីដាក់ខ្ញុំក៏ខ្ញុំមិនតបដែរតែឥឡូវវាមិនដូចមុនទៀតទេត្រកូលចេនខ្ញុំនឹងតស៊ូជាមួយពួកគេឲ្យដល់ទីបំផុតខ្ញុំនឹងមិនបណ្ដោយឲ្យពួកគេធ្វើបាបនាងទៀតឡើយលោកជួយដាក់ខ្ញុំចុះសិនបានទេខ្ញុំមិនព្រមលែងឡើយលោក